ជាបឋមនឹងខ្ញុំសូមធ្វើការគោរពនិងជម្រាបសួរទៅកាន់ក្រុមការងាររបស់ Page Easymat Cambodia ហើយនិងអ្នកទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នានាងខ្ញុំឈ្មោះ Lanita ថ្ងៃនេះផងដែរពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមដោះស្រាយលំហាត់គណិតវិទ្យារបស់ Page Easymat Cambodia ដែលលំហាត់នេះទៀតសោះគឺជាលំហាត់នៅក្នុងខែតុលាហើយប្រធានលំហាត់ក្នុងខែនេះគឺគេឲ្យរូបខាងក្រោមនេះគឺជាបន្ទិតត្រីកោណកែង2ត្រួតគ្នាគេសួរថាតើមុំសេស្មើនឹងប៉ុន្មានដឺក្រេអញ្ចឹងដើម្បីដោះស្រាយលំហាត់ធូនីមេតនឹងបានខ្ញុំមានកន្លឹះខ្លះដើម្បីឲ្យងាយស្រួលក្នុងការដោះស្រាយលំហាត់នឹងបានអញ្ចឹងកន្លឹះដោះស្រាយលំហាត់នឹងគឺទី1យើងត្រូវដឹងថាផលបុកមុំក្នុងទាំង3នៃត្រីកោណទាំងអស់គឺស្មើនឹង180ដឺក្រេអញ្ចឹងមុំ A បូកមុំ B បូកមុំ C គឺស្មើនឹង180ដឺក្រេហើយទី2យើងត្រូវដឹងថារង្វាស់មុំរបស់ត្រីកោណកែងសមបាតពាក្យថាសមបាតគឺមានជ្រុង2ស្មើគ្នាកាលណាតែជ្រុង2ស្មើគ្នានោះវាមានមុំបាត2ក៏ស្មើគ្នាដែរគឺមុំ A ស្មើមុំ C ស្មើនឹង45ដឺក្រេរីឯមុំ B គឺជាមុំកែងគឺមានរង្វាស់មុំស្មើនឹង90ដឺក្រេហើយទី3គឺរង្វាស់មុំរបស់ត្រីកោណកែងកន្លះសមាំងអញ្ចឹងរង្វាស់មុំក្នុងត្រីកោណកែងកន្លះសមាំងផងដែរគឺមុំ B មានរង្វាស់មុំស្មើនឹង60ដឺក្រេមុំ C 30ដឺក្រេហើយមុំ A ជាមុំកែងគឺមានរង្វាស់មុំស្មើនឹង90ដឺក្រេហើយនឹងចុងក្រោយគឺមុំក្រៅត្រីកោណមុំក្រៅត្រីកោណគឺមុំ XAB ហ្នឹងគេហៅថាមុំក្រៅត្រីកោណកាលណាតែគេយកមុំ XAB បូកជាមួយនឹងមុំ A គឺវាបង្កើតបានជាមុំរៀបឬមុំជាបន្ថែមដែលមានរង្វាស់មុំស្មើនឹង180ដឺក្រេកាលណាតែគេយកមុំ XAB ហ្នឹងបូកជាមួយនឹងមុំ A អញ្ចឹងនេះគឺជាគន្លឹះក្នុងការដោះស្រាយលំហាត់ធូនីមេតខាងលើហើយបន្តមកទៀតយើងនឹងទៅមើលដំណោះស្រាយក្នុងការដោះស្រាយលំហាត់នេះទាំងអស់គ្នាឥឡូវយើងចូលមកដល់ដំណោះស្រាយទាំងអស់គ្នាអញ្ចឹងមុនដំបូងខ្ញុំគណនារូបមុំ C ហើយខ្ញុំគូសរូបត្រីកោណកែងនេះត្រីកោណកែង2នេះខ្ញុំតាំងអក្សរយើងតាំងអក្សរអីក៏បានដែរប៉ុន្តែខ្ញុំតាំងត្រីកោណកែងទី1ហ្នឹងគឺត្រីកោណកែង OAB ហើយត្រីកោណកែងទី2គឺត្រីកោណកែង AZX ហើយត្រីកោណកែង2ត្រួតគ្នានេះផងដែរបង្កើតបានជាត្រីកោណ2តូចផ្សេងទៀតអញ្ចឹងក្នុងការគណនារូបមុំ C ហ្នឹងយើងអាចមានវិធីច្រើនប៉ុន្តែខ្ញុំរកមុំ C ហ្នឹងតាមរយៈផលបូកមុំ C បូកនឹងមុំ Y ស្មើនឹង180ដឺក្រេអញ្ចឹងខ្ញុំទិញរូបមុំ C គឺបាន180ដឺក្រេហ្នឹងដកមុំ Y ចេញប៉ុន្តែមុំ Y ដែលមុំតូចនេះគឺយើងអត់ដឹងថាវាស្មើប្រមាណទេអញ្ចឹងបន្តមកទៀតយើងទៅរកមុំ Y ហ្នឹងនៅក្នុងត្រីកោណ OZY នៅក្នុងត្រីកោណតូចនេះហើយខ្ញុំរកមុំ Y នឹងបានតាមរយៈផលបូកមុំ O បូកមុំ Z បូកមុំ Y ហ្នឹងស្មើនឹង180ដឺក្រេអញ្ចឹងយើងទិញរកមុំ Y ហ្នឹងបាន180ដឺក្រេហ្នឹងដកមុំ2នេះចេញគឺមុំ O ហើយនិងមុំ Z ចេញប៉ុន្តែមុំ O ហើយនិងមុំ Z ហ្នឹងគឺយើងអត់ដឹងថាវាមានតម្លៃប្រមាណទេអញ្ចឹងយើងទៅរកមុំ O ទាំងអស់គ្នារកមុំ O ហ្នឹងគឺយើងរកមុំ O នៅក្នុងត្រីកោណកែង AOB ត្រីកោណកែងនេះគឺជាត្រីកោណកែងកន្លះសមាំងអញ្ចឹងគេបានមុំ O ហ្នឹងស្មើនឹង30ដឺក្រេដោយសារតែវាជាត្រីកោណកែងកន្លះសមាំងអញ្ចឹងយើងរកឃើញមុំ O មួយហើយអញ្ចឹងយើងទៅរកមុំ Z មុំ Z ហ្នឹងដោយសារតែមុំ Z ហ្នឹងវាស្ថិតនៅក្នុងត្រីកោណOZY ផងនិងត្រីកោណAZX ផងអញ្ចឹងយើងទៅរកមុំ Z ហ្នឹងនៅក្នុងត្រីកោណ OZY នៅក្នុងត្រីកោណតូចនេះប៉ុន្តែដោយមុំ Z នៅក្នុងត្រីកោណ AZX ហ្នឹងគឺយើងដឹងរង្វាស់វាស្មើនឹង45ដឺក្រេដោយសារតែវាជាត្រីកោណកែងសមបាតពីព្រោះជ្រុង AZ ស្មើនឹងជ្រុង AX ចឹងគេអាចដឹងថាត្រីកោណកែង AZX ហ្នឹងគឺជាត្រីកោណកែងសមបាតអញ្ចឹងយើងដឹងថាមុំ Z ហ្នឹងគឺមានរង្វាស់ស្មើនឹងនេះគឺស្មើនឹង45ដឺក្រេហើយមុំ O ស្មើនឹង30ដឺក្រេអញ្ចឹងកាលណាតែយើងឃើញរង្វាស់មុំ Z ខាងនេះហើយយើងរកមុំ Z នៅក្នុងត្រីកោណOZ
y អញ្ចឹងយើងបានមុំ OZ OZY ហ្នឹងទៅបូកជាមួយនឹងមុំ AZX ដោយសារតែមុំ Z2 ហ្នឹងគឺវាផ្គុំគ្នាបង្កើតបានជាមុំរាប180ដឺក្រេអញ្ចឹងយើងយកគេបានមុំ OZY ហ្នឹងស្មើនឹង180ដឺក្រេហ្នឹងដកមុំនឹងចេញដកមុំ45ដឺក្រេនឹងចេញគឺស្មើនឹង135ដឺក្រេនេះមានន័យថាមុំនៅខាងនេះគឺស្មើនឹង135ដឺក្រេមុំ Z ហ្នឹងហើយបន្តមកទៀតកាលណាតែយើងឃើញមុំ Z ខាងហ្នឹងហើយយើងទាញរកមុំ Y រកមុំ Y ហ្នឹងគឺយើងយក180ដឺក្រេហ្នឹងដក30ដឺក្រេហើយនឹង135ដឺក្រេរបស់មុំ Z ត្រង់នឹងទឹកចេញទៅគឺមានរង្វិលស្មើនឹង15ដឺក្រេអញ្ចឹងមានន័យថាមុំ Y មុំតូចមួយនេះគឺស្មើនឹង15ដឺក្រេបន្តមកទៀតយើងទាញរកមុំ Z បានមុំសំទោសមុំ C បានហើយគឺយើងយក180ដឺក្រេហ្នឹងដកអាមុំ Y នឹងចេញដកនឹង15ដឺក្រេនឹងចេញគឺស្មើនឹង165ដឺក្រេអញ្ចឹងដូចនេះមុំ C ស្មើនឹង165ដឺក្រេមានន័យថាមុំ C នៅត្រង់នេះគឺមានចម្លើយស្មើនឹង165ដឺក្រេចាចំពោះដំណោះស្រាយលំហាត់ធរណីមាត្រនៅក្នុងថ្ងៃនេះរបស់អ្នកខ្ញុំគឺត្រូវបានបញ្ចប់អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូរបស់អ្នកខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើអ្នកទាំងអស់គ្នាជួយចិត្តវីដេអូរបស់អ្នកខ្ញុំកុំភ្លេចជួយ like ជួយ share ម្នាក់មួយហើយបើមានចម្ងល់ឬក៏មានចំណុចណាខ្វះខាតអ្នកទាំងអស់គ្នាអាចចូលទៅ comment ខាងក្រោមវីដេអូរបស់អ្នកខ្ញុំហើយអ្នកខ្ញុំសូមអរគុណនិងសូមជម្រាបលា